ជំរាបសួរនិងសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះ admin បានលើកយករឿងមកសម្រាប់ចែកជូនប្រិយមិត្តទាំងអស់គ្នាទស្សនាកម្សាន្តមុននឹងចូលទៅដល់សាច់រឿងសូមប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe ចុចសញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងបើ admin សម្រាប់ទៅមានពាក្យពេចន៍ខុសឆ្គងសូមខន្តីអភ័យទោសឲ្យ admin ផងណាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅដល់សាច់រឿងយើងទាំងអស់គ្នាតពីភាគមុនសាច់រឿងក៏បានត្រឡប់ទៅការពីអតីតកាលកាលនោះលោកខេមបានសម្របទៅរកមេបញ្ជាការរបស់ខ្លួនដើម្បីសុំលាឈប់ពីការងារដើម្បីទៅមើលថែកូនស្រីរបស់គាត់វិញក្រោយមកក៏មានការប្រជុំធំមួយដោយលោកនាយកខាងគាត់ជាអ្នករារាំងមិនឲ្យលោកខេមលាឈប់ពីការងារនោះទេមិនត្រឹមតែប៉ុណ្ណោះលោកនាយកខាងថែមទាំងស្នើសុំឲ្យកម្ចាត់លោកខេមចោលទៀតផងប៉ុន្តែខណៈពេលនឹងមេបញ្ជាការដែលធំជាងគេគាត់ក៏ព្រមឲ្យលោកខេមលាឈប់ពីការងារព្រោះគាត់គិតថាលោកខេមបានជួយបំពេញភារកិច្ចនិងការងារដល់ប្រទេសកូរ៉េខាងត្បូងជាច្រើនមកហើយបន្ទាប់ពីលាឈប់ពីការងាររួចលោកខេមក៏ប្រញាប់ទៅទទួលមីនជីកូនស្រីរបស់គាត់នៅមន្ទីរពេទ្យភ្លាមរួចយើងងាកមកមើលនៅពេលបច្ចុប្បន្ននេះវិញពេលដែលលោកខេមមកដល់ប្រាប់កូនស្រីរបស់គាត់ថាកូនកុំអារម្មណ៍អីពេលនេះប៉ាមកទទួលកូនទៅវិញហើយរួចលោកខេមក៏ចាប់លោកអ៊ីមដូកយុនដើម្បីធ្វើជាចំណាត់ខ្មាំងចេញមករកពួកគេដោយនិយាយថាបើមិនចង់ឲ្យលោកម្នាក់នេះស្លាប់ទេគ្រប់គ្នាប្រញាប់ដាក់ភ្លើងចុះទៅចំណែកលោកនាយកខាងទោះបីជាឃើញបែបហ្នឹងក៏ដោយគាត់ក៏មិនព្រមឡើយថែមទាំងបញ្ជាឲ្យគ្រប់គ្នាបាញ់ទៅកាន់លោកខេមទៀតផងប៉ុន្តែមេបញ្ជាការរបស់ក្រុមវាយប្រហារគេមិនព្រមធ្វើតាមលោកនាយកខាងនោះទេមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងបញ្ជាឲ្យកូនចៅគ្រប់គ្នាដាក់កំភ្លើងចុះទៀតផងដល់តែពេលឃើញអញ្ចឹងធ្វើឲ្យលោកនាយកខាងគេមិនពេញចិត្តសោះហ្មងណាចំណែកលោកហាក់ជីនសុនវិញពេលដែលឃើញស្ថានភាពបែបហ្នឹងគេក៏បាញ់កំភ្លើងមួយគ្រាប់ដើម្បីគំរាមទៅកាន់គ្រប់គ្នាមិនត្រឹមតែប៉ុណ្ណោះលោកហាក់ជីនសុនថែមទាំងបញ្ជាឲ្យគ្រប់គ្នាឈរផ្ដុំគ្នាមួយកន្លែងទៀតផងបន្ទាប់មកគាត់ក៏ដាក់ប្រព័ន្ធបញ្ជាឲ្យអាវុធផ្ទុះនៅនឹងហ្មងណាចំណែកមីនជីវិញនៅពេលដែលបានឃើញប៉ារបស់នាងក៏ប្រញាប់រត់ទៅរកប៉ារបស់នាងទាំងសប្បាយចិត្តនឹងយំទៀតផងរីឯលោកខេមក៏និយាយសុំទោសទៅកាន់កូនស្រីគាត់ទាំងយំថាឲ្យប៉ាសុំទោសកូនផងដោយសារតែប៉ាមកជួយកូនយឺតពេលហើយមើលថែកូនមិនបានល្អបន្ទាប់មកគ្រប់គ្នាក៏ប្រញាប់នាំគ្នារត់គេចចេញប៉ុន្តែឡានរបស់លោកផាក់ជីនសុនបែកកង់ដោយសារតែក្រុមរបស់លោកនាយកខាងបាញ់កំទេចដល់តែអញ្ចឹងលោកសុងកាន់ស៊ូក៏បានយកសោឡានរបស់លោកនាយកខាងយកទៅប្រើប្រាស់តែម្ដងចំណែកលោកផាក់ជីនសុនមុនពេលចាក់ចេញទៅគាត់ក៏ប្រាប់ទៅកាន់គ្រប់គ្នាថាគ្រប់គ្នាប្រញាប់នាំគ្នាឈរលើកដៃឡើងលើភ្លាមបើមិនអញ្ចឹងទេខ្ញុំចុចឲ្យក្របបែកផ្ទុះងាប់ទាំងអស់គ្នាឥឡូវហើយនិយាយរួចលោកផាក់ជីនសុនដើរចេញទៅទាំងសប្បាយចិត្តហើយនឹងរាំទៀតផងបន្ទាប់មកគ្រប់គ្នាក៏បានបើកឡានរត់គេចចេញទៅតែម្ដងប៉ុន្តែខណៈពេលពួកគេកំពុងតែធ្វើដំណើរស្រាប់តែសាំងអាជាមួយនឹងម្ចាស់ហាងបោកខោអាវក៏នាំគ្នាមកស្ទាក់ឡានរបស់ពួកគេហ្មងណាដល់តែអញ្ចឹងធ្វើឲ្យគ្រប់គ្នាក៏ប្រញាប់នាំគ្នាចុះពីឡានភ្លាមសាំងអាក៏និយាយទៅកាន់លោកខេមថាក្រែងលោកសន្យាថាពេលដែលលោកជួយកូនស្រីរបស់លោកបានហើយលោកនឹងទៅប្រគល់ខ្លួនណាលោកខេមក៏តបទៅកាន់សាំងអាវិញថាខ្ញុំមិនកុហកនោះទេប៉ុន្តែខ្ញុំសូមឲ្យប្រកាសចិត្តថាកូនស្រីរបស់ខ្ញុំនាងមានសុវត្ថិភាពពិតប្រាកដមែនរួចខ្ញុំនឹងទៅប្រគល់ខ្លួនដោយខ្លួនឯងតែម្ដងខ្ញុំមិនកុហកអ្នកនាងនោះទេខ្ញុំនឹងរក្សាពាក្យសន្យាមួយនេះនៅពេលលើលោកខេមនិយាយបែបហ្នឹងសាំងអាជាមួយនឹងម្ចាស់ហាងបោកខោអាវក៏ព្រមដាក់កំភ្លើងចោលប៉ុន្តែមុនពេលចាក់ចេញទៅលោកខេមក៏បាននិយាយប្រាប់សាំងអាថាកុំភ្លេចនាំលោកមេបញ្ជាការធំបំផុតទៅជួបខ្ញុំនៅផ្ទះរបស់ខ្ញុំផងណាលុះពេលដើរទៅដល់មុខទ្វារឡានលោកខេមក៏បានដាក់លោកគីមដូកយុនឲ្យស្លាប់ហើយបើកឡានគេចេញទៅតែម្ដងខណៈពេលកំពុងធ្វើដំណើរមីនជីនាងឃើញប៉ារបស់នាងមានរបួសពេញខ្លួននាងយំអាណិតប៉ារបស់នាងហ្មងណាលោកខេមក៏និយាយទៅកាន់កូនស្រីថាឲ្យប៉ាសុំទោសកូនផងដែលប៉ាមើលថែកូនមិនបានល្អហើយមកយឺតពេលបែបនេះមីនជីគ្រាន់តែឮប៉ានាងនិយាយអញ្ចឹងនាងក៏ឲ្យប៉ានាងហើយយំទាំងនិយាយថាកូនក៏សុំទោសប៉ាដូចគ្នាដែរដែលកន្លងមកកូនតែងតែនិយាយពាក្យមិនល្អដាក់ប៉ារហូតសុកខណៈពេលហ្នឹងស្រាប់តែមីនជីនាងកោពុះហ្មងណាឃើញបែបហ្នឹងពួកគេក៏បានឈៀងនាំគ្នាចូលទៅញ៉ាំបាយសិនប៉ុន្តែពិតជាសយខ្លាំងមែនទែនដោយសារតែកូនចៅចំណិតរបស់លោកប្រធានជូបានដាក់កៅយិតស៊ូមើលឃើញពួកគេហ្មងណាឃើញបែបហ្នឹងគេក៏ប្រញាប់រាយការណ៍ទៅប្រាប់លោកប្រធានជូភ្លាមលោកប្រធានជូឯនេះវិញនៅពេលបានដឹងរឿងទាំងអស់ហ្នឹងហើយគេក៏បញ្ជាឲ្យកូនចៅរបស់គេនាំមីនជីនិងលោកខេមទៅជួបគាត់ហ្មងបន្ទាប់ពីក្រុមលោកខេមញ៉ាំបាយរួចនាំគ្នាបើកឡានត្រឡប់ទៅផ្ទះវិញសុកស្រាប់តែមានឡាន2-3គ្រឿងមកឡោមព័ទ្ធចាំចាប់គេហ្មងណាមិនត្រឹមតែប៉ុណ្ណោះថែមទាំងមានមនុស្សមួយក្រុមយកឧបករណ៍បិទទ្វារឡានឲ្យជាប់ហើយក៏យកឡានស្ទូចឡានរបស់ក្រុមលោកខេមដាក់ចូលទៅក្នុងឡានកុងតឺន័រគេហ្មងខណៈពេលហ្នឹងលោកផាក់ជីនសុនឃើញមីនជីនាងភ័យខ្លាចគាត់ក៏និយាយលួងលោមមីនជីថាក្មួយកំខ្លាចអីណាទាំងនេះវាប្រៀបដូចជាហេតុការណ៍ហាត់សមពន្លត់អគិភ័យអញ្ចឹងមិនយូរទេហេតុការណ៍ទាំងអស់នេះវានឹងស្ងប់ទៅដោយខ្លួនឯងបន្ទាប់ពីឃើញស្ថានភាពរៀងស្ងប់ស្ងាត់ហើយលោកផាក់ជីនសុនក៏បានចេញពីក្នុងឡានប៉ុន្តែខណៈពេលហ្នឹងនៅសុកស្រាប់តែមានផ្សែងបាញ់ថ្នាំស្លាប់ចូលមកហ្មងណាឃើញអញ្ចឹងលោកសងកាន់ស៊ូក៏ប្រញាប់បិទឡានឲ្យជិតភ្លាមដោយគាត់ទុកឲ្យលោកផាក់ជីនសុននៅខាងក្រៅតែម្នាក់ឯងហ្មងមិនយូរប៉ុន្មានលោកផាក់ជីនសុនគាត់ក៏ចាប់ផ្ដើមស្លាប់ដែរលុះពេលពួកគេមកដល់គោលដៅហើយមនុស្ស
ចំណិតរបស់លោកប្រធានជូក៏បញ្ជាឲ្យកូនចៅរបស់គេចូលទៅមើលតាពួកគេស្លាប់អស់នៅលោកពេលកូនចៅរបស់គេចូលទៅត្រួតពិនិត្យមើលហើយក៏បានដឹងថាគ្រប់គ្នានៅក្នុងឡានគឺស្លាប់អស់ហើយតែគ្រាន់តែពួកគេបើកទ្វារឡានភ្លាមឡានរបស់លោកខឹមក៏បានបើកចុះមកក្រោមដែររួចក៏នាំគ្នាបើកទ្វារឡានចេញមកដល់ខាងក្រៅលោកសងកាន់ស៊ូក៏រអ៊ូទៅកាន់គ្រប់គ្នាថាពួកឯងនាំគ្នាធ្វើអីហ្នឹងដឹងអីអំបញ្ញមិញខ្ញុំបិទដង្ហើមប៊ីនឹងដាច់ខ្យល់ស្លាប់ទៅហើយនិយាយរួចលោកសងកាន់ស៊ូនិងលោកខឹមក៏ប្រញាប់ចូលទៅចាត់ការជាមួយនឹងពួកគេភ្លាមលោកហតដែលជាមនុស្សចំណិតរបស់លោកប្រធានជូមិនឃើញមានជីនៅក្នុងឡានគេក៏ដើរទៅមើលនៅខាងក្រោយឡានប៉ុន្តែខណៈពេលហ្នឹងស្រាប់តែលោកផាក់ជីនសុនបានដឹងខ្លួនមកល្មមគ្រាន់តែឃើញលោកផាក់ជីនសុនដឹងខ្លួនលោកហតក៏ប្រញាប់ចាត់ការជាមួយលោកផាក់ជីនសុនហ្មងប៉ុន្តែកំដាប់ដៃរបស់លោកហតមិនបានធ្វើឲ្យលោកផាក់ជីនសុនកើតអីឡើយគ្រាន់តែធ្វើឲ្យគេដួលតែប៉ុណ្ណោះឃើញអញ្ចឹងលោកហតឆ្ងល់និយាយទៅកាន់លោកផាក់ជីនសុនថាអំបញ្ញមិញខ្ញុំវាយលោកយ៉ាងខ្លាំងហេតុអីបានជាលោកមិនកើតអីសោះរួចលោកហតក៏ប្រញាប់បញ្ជាឲ្យអ្នកបើកឡានចេញទៅភ្លាមបន្ទាប់មកពេលដែលលោកផាក់ជីនសុនងើបឡើងមកវិញបានគេក៏ចាប់ផ្ដើមចាត់ការទៅកាន់លោកហតវិញយ៉ាងចាស់ដៃហ្មងចំណែកលោកខេមឯនេះវិញគ្រាន់តែឃើញឡានបើកចេញទៅគាត់ក៏ប្រញាប់រត់តាមឡានភ្លាមរីឯលោកផាក់ជីនសុនក៏ចាត់ការជាមួយនឹងលោកហតយ៉ាងសប្បាយរីករាយចំណែកលោកខេមក៏បានហក់ឡើងទៅលើដំបូលឡានរួចដើរសម្ដៅទៅរកក្បាលឡានតែម្ដងមិនត្រឹមតែប៉ុណ្ណោះថែមទាំងចាត់ការជាមួយនឹងអ្នកបើកឡានឲ្យធ្លាក់ពីលើឡានទៀតងាកមកមើលលោកហតឯនេះវិញក៏បានស្ទឹមបង្វក់ឲ្យលោកផាក់ជីនសុនដោះលែងគេទៅលោកផាក់ជីនសុនក៏យល់ព្រមដោះលែងលោកហតពិតមែនប៉ុន្តែគេមិនបានដោះលែងស្រួលៗណាគេបែរជាធាក់ទម្លាក់លោកហតចុះពីលើឡានហ្មងណាខណៈពេលដែលលោកហតធ្លាក់ពីលើឡានគេក៏បានគិតនៅក្នុងចិត្តថាតើមនុស្សអស់នេះគេគឺជាអ្នកណាទៅណោះគេគឺជាអ្នកលុតជង្គង់សមបង្វល់ប្រធានខ្ញុំកាលពីមុនពិតមែនទេហេតុអីខ្ញុំមើលគេទៅដូចជាមនុស្សធម្មតាប៉ុន្តែតាមកាប់ពិតទៅមិនធម្មតាអញ្ចឹងបន្ទាប់មកលោកខឹមក៏បានបើកឡានមករកលោកសងកាន់ស៊ូរួចគាត់ក៏បានឃើញលោកសងកាន់ស៊ូកំពុងតែតស៊ូជាមួយពួកគេមិនតាន់ឈប់នោះទេប៉ុន្តែចុងក្រោយលោកសងកាន់ស៊ូក៏បានយកឈ្នះពួកគេទាំងអស់ដែរក្រោយមកពួកលោកខឹមក៏បានយកក្រុមកូនចៅរបស់លោកប្រធានជូមកដាក់ជុំគ្នាមិនត្រឹមតែប៉ុណ្ណោះលោកខឹមថែមទាំងបានឃើញផ្លាកសញ្ញាពណ៌មាសជាប់នៅលើអាវរបស់លោកហតកូនចៅចំណិតរបស់លោកប្រធានជូទៀតផងងាកមកមើលលោកប្រធានជូឯនេះវិញមានអ្នកមកផ្ដល់ព័ត៌មានប្រាប់គេថាពេលនេះលោកហតមនុស្សចំណិតរបស់លោកប្រធានកំពុងតែត្រូវបានគេចាត់ការរួចរាល់អស់ហើយលោកប្រធានជូគ្រាន់តែឮគេរាយការណ៍ប្រាប់បែបហ្នឹងធ្វើឲ្យគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនរីឯលោកខឹមនៅពេលដែលបើកឡានមកដល់មុខផ្ទះរបស់លោកប្រធានជូគាត់ក៏និយាយប្រាប់មិត្តភ័ក្តិរបស់គាត់ទាំងពីរនាក់ថាខ្ញុំត្រូវទៅដោះស្រាយរឿងផ្ទាល់ខ្លួនមែនទែននិយាយរួចលោកខឹមក៏ដើរចូលទៅចាត់ការជាមួយនឹងកូនចៅរបស់លោកប្រធានជូទាំងអស់ហ្មងលុះពេលលោកខឹមចូលទៅដល់ជួបជាមួយលោកប្រធានជូលោកប្រធានជូនិយាយសរសើរលោកខឹមមិនឈប់នោះទេចំណែកលោកខឹមក៏សួរទៅកាន់លោកប្រធានជូថាលោកធ្វើបែបនេះលោកមិនខ្មាស់កូនស្រីរបស់លោកខ្លះទេប្រធានជូក៏តបទៅកាន់លោកខឹមវិញថាគ្រប់យ៉ាងដែលខ្ញុំធ្វើទៅទាំងអស់គឺក្នុងនាមជាឪពុកម្នាក់ដូចជាលោកអញ្ចឹងណាពួកយើងទាំងពីរនាក់គ្មានអ្វីខុសគ្នានោះទេព្រោះពួកយើងទាំងពីរនាក់ធ្វើគ្រប់យ៉ាងដើម្បីតែកូននិយាយរួចលោកប្រធានជូងើបឈរឡើងនិយាយទៅកាន់លោកខឹមបន្ថែមទៀតថាលោកក៏មកធ្វើការជាមួយនឹងខ្ញុំមកខ្ញុំនឹងឲ្យប្រាក់ខែលោកក្នុងមួយខែចំនួន1 លានវ៉ុនគឺដើម្បីឲ្យលោកមានលុយទៅមើលថែកូនស្រីរបស់លោកក៏មិនត្រឹមតែប៉ុណ្ណោះលោកប្រធានជូថែមទាំងនិយាយមើលងាយលោកខឹមបន្ថែមទៀតថាការដែលចិញ្ចឹមនឹងមើលថែកូនក្នុងសភាពគ្មានលុយដូចជាលោកបែបនេះវាមិនខុសគ្នាអីពីសត្វដែលគ្មានអ្វីឲ្យកូនឡើយគេនិយាយចេញមកមើលងាយខ្លាំងហ្មងណាសូម្បីតែអេដមីននេះក៏ឈឺចាប់ចំនួនលោកខឹមដែរបើសិនជានៅខាងក្រៅអីអេដមីននឹងទះមាត់លោកប្រធានជូនឹងម្ដាយឲ្យហាមាត់ហ្មងណារួចលោកប្រធានជូក៏និយាយបន្ថែមទៀតថាឯងដឹងអត់បើសិនជាខ្ញុំទេទៅតែបន្តិចឯងប្រកាសជាមិនបានឃើញកូនស្រីរបស់ឯងជារៀងរហូតហ្មងលោកខឹមវិញទោះបីជាលោកប្រធានជូនិយាយមើលងាយគាត់បែបហ្នឹងក៏ដោយគាត់មិនខ្វល់នោះទេហើយក៏តបទៅកាន់លោកប្រធានជូវិញថាកំឡុងពេលធ្វើដំណើរមកទីនេះខ្ញុំតែងតែគិតមករហូតថាតើខ្ញុំគួរទៅចាត់ការចំពោះរឿងនេះបែបណាទៅល្អតែពេលនេះខ្ញុំគិតឃើញហើយនិយាយរួចលោកខឹមក៏តតលោកប្រធានជូយ៉ាងខ្លាំងហ្មងណាចំណែកលោកប្រធានជូវិញក៏ព្យាយាមតបតជាមួយនឹងលោកខឹមវិញដែរប៉ុន្តែលោកប្រធានជូមិនអាចធ្វើឲ្យលោកខឹមបាននោះទេបន្ទាប់មកលោកខឹមក៏បានចាត់ការទៅលើលោកប្រធានជូយ៉ាងចាស់ដែរលោកខឹមដាល់លោកប្រធានជូឡើងខ្ទាតហ្មងណារួចលោកប្រធានជូក៏បានដកដាវដើម្បីមកតទល់ជាមួយលោកខឹមវិញប៉ុន្តែលោកប្រធានជូគេកាប់លោកខឹមមិនត្រូវសូម្បីតែមួយដាវតែបែរជាត្រូវលោកខឹមចាត់ការគេយ៉ាងខ្លាំងបិស្លាប់ហ្មងណារួចលោកប្រធានជូក៏ព្យាយាមរត់គេចរហូតចេញមកដល់ខាងក្រៅផ្ទះលោកខឹមក៏ដើរមកតាមខណៈពេលហ្នឹងលោកខឹមបិសនឹងបញ្ចប់ជីវិតលោកប្រធានជូទៅហើយប៉ុន្តែមានជីបែរជាចូលមកហាមប៉ារបស់នាងលោកខឹមឃើញកូនស្រីប្រាប់បែបហ្នឹងគាត់ក៏មិនចាត់ការនោះទេរួចក៏និយាយទៅកាន់លោកប្រធានជូថាបើសិនជាឯងចង់មានជីវិតរស់នៅបន្តទៀតឯងប្រញាប់លុតជង្គង់សុំទោសកូនស្រីរបស់ខ្ញុំឲ្យនាងលើកលែងទោសឲ្យឯងទៅលើបែបហ្នឹងលោកប្រធានជូក៏ប្រញាប់លុតជង្គង់សុំទោសមានជីធ្វើតាមការបញ្ជារបស់លោក
លោកឃីមភ្លាមគឺគេនិយាយពាក្យគ្រប់យ៉ាងដូចជាលោកឃីមធ្លាប់លុតជង្គង់សុំទោសគេកាលពីមុនអញ្ចឹងណាចំណែកមានជីវិញនាងក៏និយាយទៅកាន់លោកប្រធានជូថាខ្ញុំសូមឲ្យលោកជាមួយនឹងកូនស្រីរបស់លោកទៅប្រគល់ខ្លួនជាមួយនឹងប៉ូលីសទៅងាកមកមើលលោកនាយកខាងឯនេះវិញពួកគេឈរលើកដៃអស់រយៈពេល4ម៉ោងទៅហើយគ្រប់គ្នានៅឈរស្ងៀមគ្មានហ៊ានកម្រើកអីបន្តិចសោះហ្មងណាព្រោះតែខ្លាចក្របបែកផ្ទុះហ៎ប៉ុន្តែខណៈពេលហ្នឹងស្រាប់តែមានបរិសម្នាក់គេទ្រាំមិនបានហើយក៏ផោមចេញមកហ្មងដល់តែអញ្ចឹងក៏ធ្វើឲ្យប្រព័ន្ធបញ្ជាផ្ទុះចាប់ផ្ដើមដំណើរការដែរពេលដែលឃើញស្ថានភាពមិនសូវស្រួលលោកនាយកខាងក៏បញ្ជាឲ្យគ្រប់គ្នាបញ្ញាប់កិច្ចចេញភ្លាមប៉ុន្តែពួកគេមិនកើតអីនោះទេដោយសារតែក្របផ្ទុះទាំងអស់គឺជាក្របខ្លាញ់ៗហ្នឹងណារីឯលោកប្រធានខាងវិញឃើញបែបហ្នឹងខឹងខ្លាំងមែនទែនហ្មងព្រោះគាត់ខឹងខ្លួនឯងចាញ់បោកលោកផាក់គីនសុនហ៎ងាកមកមើលលោកឃីមជាមួយនឹងមីនជីឯនេះវិញពួកគេពីរអ្នកឪពុកកូនកំពុងតែជប់លៀងឆ្លងថ្ងៃខួបកំណើតឲ្យមីនជីហ៎មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានក្រុមប៉ូលីសឈររងចាំលោកឃីមនៅពេញមុខផ្ទះហ្មងខណៈពេលហ្នឹងមីនជីនាងមានអារម្មណ៍ថាខ្លួនឯងមានកំហុសព្រោះដោយសារតែនាងធ្វើឲ្យប៉ារបស់ខ្លួនឯងត្រូវគេចាប់ខ្លួនហ្នឹងណារួចនាងក៏ប្រាប់លោកប៉ានាងថាលោកប៉ាឆាប់រត់គេចទៅឲ្យឆ្ងាយទៅតែលោកឃីមបែរជានិយាយប្រាប់កូនស្រីគាត់ថាប៉ាមិនរត់ទៅណាឡើយហើយគាត់ថែមទាំងបាននិយាយពាក្យសន្យាដែលគាត់សន្យាជាមួយនឹងម៉ាក់មីនជីប្រាប់នាងទៀតបន្តមកលោកឃីមក៏បានយកកាដូថ្ងៃខួបកំណើតប្រគល់ឲ្យមីនជីដែររួចពីអ្នកឪពុកកូនគេក៏អង្គុយញ៉ាំបាយជុំគ្នាទាំងទឹកភ្នែកនៅក្នុងថ្ងៃចុងក្រោយហ្មងណារួចលោកឃីមក៏ចាប់បង្អែកក្បាលកូនស្រីដើម្បីលានាងទៅមីនជីនាងនិយាយទៅកាន់ប៉ារបស់នាងទាំងទឹកភ្នែកថាកូននឹងរងចាំប៉ាត្រឡប់មកវិញទោះបីជាយូរប៉ុណ្ណាក៏ដោយក៏កូននៅរងចាំប៉ាដែរក្រោយពីញ៉ាំអាហារជាមួយកូនស្រីរួចលោកឃីមក៏បានដើរទៅប្រគល់ខ្លួនឲ្យប៉ូលីសតែម្ដងលោកឃីមក៏បានអោនគោរពទៅកាន់សាំងអាជាមួយនឹងម្ចាស់ហាងបោកខោអាវទៀតផងចំណែកលោកសងកាន់ស៊ូនិងលោកផាក់គីនសុនមិត្តភក្តិលោកឃីមម្នេះវិញក៏ត្រូវបានគេចាប់ឃុំខ្លួនដែរមុនពេលត្រូវគេចាប់ខ្លួនលោកផាក់គីនសុនក៏បានប្រគល់កាតឲ្យទៅលោកនាយកខាងវិញចំណែកមីនជីក្រោយពីប៉ារបស់នាងចេញទៅបានមួយសន្ទុះនាងក៏បានយកសម្បត្តិសរសេរជូនពរថ្ងៃខួបកំណើតរបស់ប៉ានាងយកមកមើលខណៈពេលកំពុងតែអាននាងញញឹមទាំងទឹកភ្នែកដោយក្នុងกระดาษនោះសរសេរថាតើកូនដឹងទេអាវមួយនេះវាមានតម្លៃថ្លៃណាអញ្ចឹងពេលដែលកូនពាក់កូនត្រូវតែប្រយ័ត្នប្រយែងផងងាកមកមើលលោកប្រធានជូឯនេះវិញគាត់កំពុងតែពិភាក្សាជាមួយនឹងមេធាវីព្រោះលោកប្រធានជូត្រូវគេចាប់បានថាគាត់បានយកប្រាក់ទៅសុកប៉ាន់ជាមួយនឹងអ្នកនយោបាយថែមទាំងបានធ្វើថ្មិញមាសប្រគល់ឲ្យទៅមេក្រុមចោរទៀតផងរីឯសាំងអានេះវិញនាងក៏ត្រូវបានគេទម្លាក់តំណែងរបស់នាងដែររីឯម្ចាស់ហាងបោកខោអាវគាត់ក៏បានដាក់ប៉ាយប្រកាសលក់ហាងរបស់គាត់ចំណែកលោកផាក់គីនសុនជាមួយនឹងលោកសងកាន់ស៊ូក៏ត្រូវបានគេចាប់ឃុំខ្លួនចំណែកខាងសងដែលជាកេងសម្ងាត់របស់កូរ៉េខាងជើងឯនេះវិញកំពុងតែលួចមកព្យាបាលយ៉ាងសម្ងាត់រីឯលោកឃីមរបស់យើងក៏ត្រូវបានគេឃុំខ្លួននៅក្នុងបន្ទប់ពិសេសមួយព្រោះពួកគេកំពុងតែត្រៀមបញ្ជូនខ្លួនលោកឃីមទៅប្រទេសកូរ៉េខាងជើងវិញដើម្បីសុវត្ថិភាពប្រទេសទាំងសងខាងហ្នឹងណាហើយរឿងទាំងអស់ក៏ជាការសម្រេចចិត្តរបស់មេដឹកនាំដែលមានតំណែងខ្ពស់ជាងគេបំផុតនៅប្រទេសកូរ៉េខាងត្បូងហ្នឹងណាហើយសាច់រឿងរបស់យើងក៏ស្លេះតែប៉ុណ្្នឹងឯងយើងមិនទាន់ដឹងថាតើនឹងមានរឿងអ្វីកើតឡើងបន្តទៀតនោះទេបើចង់ដឹងសាច់រឿងយើងនឹងទៅជាយ៉ាងណាទៀតកុំភ្លេចមកតាមដានភាគក្រោយជាមួយនឹង admin ទាំងអស់គ្នាណាជាចុងក្រោយ admin សូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតែងតែជួយគាំទ្រ admin កន្លងមក admin សូមជូនពរប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អរកទទួលទានមានបានសូមអរគុណសូមជម្រាបលា